កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមប្រកាសស្វែងរកលោកហិនសាងតហៅពេជ្រសំភារដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកស្រីហិនស៊ីណើបលោកស្រីហិនស៊ីណើបមានឪពុកឈ្មោះហិនហួតនិងម្ដាយឈ្មោះថុនសីមានបងប្អូនចំនួន6នាក់ទី1លោកស្រីហិនស៊ីណើបទី2លោកហិនសាហិនទី3លោកស្រីហិនស៊ីណាតទី4លោកហិនសាងតហៅពេជ្រសំភារទី5លោកស្រីហិនស៊ីណែតនិងទី6លោកហិនសុធាហៅពៅនៅឆ្នាំ1983ដោយសារតែគ្រួសាររបស់លោកស្រីហិនស៊ីណើបមានជីវភាពមិនសូវល្អដូច្នេះហើយប្អូនប្រុសរបស់លោកស្រីឈ្មោះហិនសាងតហៅពេជ្រសំភារបានសម្រេចចិត្តចាកចេញពីគ្រួសារដើម្បីទៅរកការងារធ្វើនៅខេត្តសៀមរាបនៅឆ្នាំ1986លោកហិនសាងតហៅពេជ្រសំភារបានផ្ញើថ្នាំពេទ្យមកឲ្យម្ដាយរបស់លោកស្រីហិនស៊ីណើបតាមរយៈកូនធွာរបស់ម្ដាយលោកស្រីឈ្មោះសុកខេតមុនម្ដាយរបស់លោកស្រីបានស្លាប់គាត់បានប្រាប់ថាកូនធွာម្ដាយរបស់លោកស្រីឈ្មោះសុកខេតរស់នៅស្រុកបារាយខេត្តកំពង់ធំប៉ុន្តែមិនស្គាល់ភូមិនោះទេចាប់តាំងពីពេលនោះមកលោកស្រីមិនបានទទួលដំណឹងអ្វីពីប្អូនប្រុសឈ្មោះហិនសាងតហៅពេជ្រសំភាររហូតមកដល់បច្ចុប្បន្នកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមប្រកាសស្វែងរកលោកហិនសាងតហៅពេជ្រសំភារដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកស្រីហិនស៊ីណើបប្រសិនបើបងប្អូនសាច់ញាតិឬអ្នកដែលបានស្គាល់បានឮដំណឹងប្រកាសនេះសូមទំនាក់ទំនងមកកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈទូរស័ព្ទលេខ0975 097 097កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនផ្ដល់សេវាកម្មឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិដែលបានបែកគ្នានៅក្នុងសម័យសង្គ្រាមឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាមសូមទំនាក់ទំនងកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ0975 097 097នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង8ដល់ម៉ោង12ថ្ងៃត្រង់និងពីម៉ោង2ដល់ម៉ោង5ល្ងាចឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន